តើនឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកនិងកាណាដាក្លាយជាប្រទេសតែមួយប្រទេសថ្មីនេះនឹងក្លាយជាប្រទេសធំបំផុតលើភពផែនដីពីសមុទ្រអាត្លង់តិកដល់សមុទ្រប៉ាស៊ីហ្វិករហូតដល់អារ៉ាទិកមានប្រជាជនច្រើនជាង370លាននាក់វានឹងក្លាយជាអំណាចសេដ្ឋកិច្ចនិងវប្បធម៌ធំមួយដែលសេដ្ឋកិច្ចរួមគ្នានឹងលើសហភាពអឺរ៉ុបក្នុងផ្នែកនយោបាយប្រទេសថ្មីនេះនឹងគ្រប់គ្រងធនធានយ៉ាងសម្បូរបែបចាប់ពីប្រេងអ៊ីនធឺណិតសាច់កាណាដារហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដោយធ្វើឲ្យវាមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីបរទេសច្រើនទៀតកងទ័ពនឹងក្លាយជាកងទ័ពមានអំណាចបំផុតលើពិភពលោកខណៈពលរដ្ឋនឹងអាចរីករាយនឹងអាកាសធាតុក្តៅនិងត្រជាក់បានគ្រប់រដូវផ្នែកវប្បធម៌វានឹងជាការលាយបញ្ចូលដ៏អស្ចារ្យកីឡាហុកគីនិងបាល់ទាត់ជាកីឡាជាតិ Hollywood រួមបញ្ចូលនឹងធម្មជាតិកាណាដាដ៏អស្ចារ្យនិងស្នាមអនុស្សាវរីយ៍អាមេរិកដ៏ល្បីៗ